ការចរចារវាងអាមេរិកនិងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាមាបាតដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាដោយមានប៉ាគីស្ថានជាអន្តរការីបានបិទបញ្ចប់នៅព្រឹកថ្ងៃអាទិត្យទី12មេសាពុំទទួលបានលទ្ធផលអ្វីទាំងអស់បន្ទាប់ពីជំនួបពិភាក្សាគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ21ម៉ោងភាគីទាំងពីរបានប្រកាន់ជំហររៀងៗខ្លួននិងបានចោទដាក់គ្នាទៅវិញទៅមកភាគីអាមេរិកថាអ៊ីរ៉ង់បដិសេធមិនបោះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររីឯភាគីអ៊ីរ៉ង់វិញថាសំណើរបស់សហរដ្ឋអាមេរិកគឺហួសហេតុនិងមិនអាចទទួលយកបានឡើយថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាមាបាតនាថ្ងៃអាទិត្យនេះអនុប្រធានាធិបតីអាមេរិកលោក J.D. Vance បានលើកឡើងថាក្រុមចរចារបស់យើងធ្វើដំណើរត្រឡប់ទៅអាមេរិកវិញដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពលោក J.D. Vance បានចាត់ទុកការបដិសេធមិនព្រមចុះកិច្ចព្រមព្រៀងជារឿងមិនល្អសម្រាប់ក្រុងតេហេរ៉ង់មិនមែនជារឿងអាក្រក់សម្រាប់អាមេរិកឡើយមុនឡើងយន្តហោះត្រឡប់ទៅមាតុប្រទេសវិញប្រធានគណៈប្រតិភូចរចាអាមេរិកបានបន្ថែមទៀតថាអ្វីដែលក្រុង Washington ចង់បានគឺសាមញ្ញបំផុតហើយក៏ជាសំណើចុងក្រោយនិងល្អបំផុតដែរយើងរងចាំមើលតើក្រុងតេហេរ៉ង់យល់ព្រមតាមសំណើឬក៏យ៉ាងណាលក្ខខណ្ឌចាំបាច់ដែលអាមេរិកចង់បានគឺអ៊ីរ៉ង់មិនត្រូវមានអាវុធប្រឡាយលោកជាដាច់ខាតមិនថាពេលនេះឬពេលខាងមុខឡើយប៉ុន្តែលោក J.D. Vance មិនបានលើកឡើងអំពីបញ្ហាច្រកសមុទ្រអុកម៉ូសឡើយចំណែកអ៊ីរ៉ង់បានចាត់ទុកថាការទាមទាររបស់ក្រុង Washington គឺតឹងរឹងពេកច្រើនហួសហេតុនិងមិនសមហេតុសមផលប្រពន្ធស្និទ្ធរបស់គណៈប្រតិភូអ៊ីរ៉ង់បានបង្ហើបថាអាមេរិកកំពុងរកលេសដើម្បីដើរចេញពីតុចរចាអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថាភាគីទាំងពីរបានខ្វែងគំនិតគ្នាតែ2ឬ3ចំណុចប៉ុណ្ណោះចំណុចដែលសំខាន់ជាងគេគឺអ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការមិនអនុញ្ញាតឲ្យល្បាតរួមគ្នាជាមួយនឹងអាមេរិកនៅច្រកសមុទ្រអុកម៉ូសឡើយដោយឡែកប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលបានអំពាវនាវឲ្យអាមេរិកនិងអ៊ីរ៉ង់បន្តគោរពបទឈប់បាញ់រយៈពេល2សប្តាហ៍បើទោះជាជំនួបចរចាលើកនេះទទួលបរាជ័យយ៉ាងណាក៏ដោយក៏ប៉ុន្តែក្រុង Washington និងក្រុងតេហេរ៉ង់មិនទាន់បានឆ្លើយតបនឹងសំណើរបស់ភាគីប៉ាគីស្ថាននៅឡើយទេនៅថ្ងៃជំនួបចរចារវាងអាមេរិកនិងអ៊ីរ៉ង់នៅប៉ាគីស្ថាននាថ្ងៃសៅរ៍ម្សិលមិញលោក Donald Trump បានអះអាងថានាវាចម្បាំងអាមេរិក2គ្រឿងបានធ្វើដំណើរទៅច្រកសមុទ្រអុកម៉ូសដើម្បីបោះសម្អាតមីនថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានចៅវាយសេតវិមានបាននិយាយថាលោកមិនខ្វល់ថាតើអ៊ីរ៉ង់ព្រមឬមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាឆ្លើយតបនឹងលោកត្រាំកងឆ្មាំបដិវត្តអ៊ីរ៉ង់បានព្រមាននៅថ្ងៃអាទិត្យនេះថាអ៊ីរ៉ង់នឹងបាញ់កំទេចនាវាអាមេរិកប្រសិនបើជានាវាអាមេរិកហ៊ានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអុកម៉ូស